រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកគណិតវិទ្យាមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី19 2ស្វ័យគុណឬការ៉េ x ស្មើនឹង8ឬការ៉េនៃ2 2ឬការ៉េនៃ x ស្វ័យគុណឬការ៉េនៃ x និង8ឬការ៉េនៃ2យើងអាចសរសេរ2ស្វ័យគុណ3ឬការ៉េនៃ2គុណបញ្ចូលគ្នាទៅយើងបាន3ឬ2អញ្ចឹង2ស្វ័យគុណឬ x ស្មើនឹង2ស្វ័យគុណឬ3 2ស្វ័យគុណឬ 3x អញ្ចឹងនាំឲ្យយើងបានឬការ៉េនៃ x ស្មើនឹង3ឬការ៉េនៃ2ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទោសនស្មើគ្នាលើកអង្គទាំងពីរជាការ៉េឬការ៉េនៃ x លើកជាការ៉េស្មើ x ឬការ៉េនៃ3គុណនឹងឬ2នេះមកយើងបាន6គុណនឹង2 6គុណ2 3គុណនឹង2 3លើកជាការ៉េនេះគុណនឹង2ដែលទៅចេញមកនេះវាទៅ18 x ស្មើ18លំហាត់ទី20 4ស្វ័យគុណ x បូក4ស្វ័យគុណ x ស្មើ16 4ស្វ័យគុណ x បូកចូលដងស្មើ2ដងនៃ4ស្វ័យគុណ x ចំណែក16ស្មើ4ការ៉េហើយយើងមិនទាន់នេះទេយើងទាញ2មកអង្គទី2 16ចែក2ស្មើ8 8ស្មើនឹង2ស្វ័យគុណ3 4ស្វ័យគុណ x ស្មើនឹង2ការ៉េស្វ័យគុណ x ណាស្មើនឹង2ស្វ័យគុណ3អញ្ចឹងដូច្នេះនាំឲ្យយើងបាន 2x ស្មើនឹង3នាំឲ្យយើងបាន 2x ស្មើ3ព្រោះស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទោសនស្មើគ្នាអញ្ចឹងនាំឲ្យ x ស្មើ3ចែកឲ្យ2លំហាត់ទី21 4ស្វ័យគុណ x បូក4ស្វ័យគុណ x ស្មើ1បូកបញ្ចូលគ្នាទៅយើងបាន2គុណនឹង4ស្វ័យគុណ x ស្មើ1ចឹងយើងទាញអង្គលេខ2នេះមកអង្គទី2នៅខាងអង្គទី1គុណមកអង្គទី2ចែក4ស្វ័យគុណ x យើងអាចសរសេរ2ស្វ័យគុណ 2x ស្មើនឹង1លើ2 1លើ2មានន័យស្វ័យគុណ2ដក1 2ស្វ័យគុណ 2x ស្មើនឹង2ស្វ័យគុណដក1អញ្ចឹងនាំឲ្យយើងបាន 2x ស្មើដក1អញ្ចឹងនាំឲ្យ x ស្មើដក1ចែកឲ្យ2លំហាត់ទី22 8ស្វ័យគុណ x បូកឲ្យ8ស្វ័យគុណ x ស្មើ1ចឹងយើងបាន2ស្វ័យគុណគុណនឹង8ស្វ័យគុណ x ស្មើ1ទាញ2មកអង្គទី2ចឹងយើងបាន8ស្វ័យគុណ x ស្មើ1លើ2 8ស្វ័យគុណ x នេះយើងអាចបំផ្លែងទៅជា2ស្វ័យគុណ3ស្វ័យគុណ x ចំណែក1ស្វ័យគុណ2ស្មើ2ស្វ័យគុណដក1 2ស្វ័យគុណ 3x ស្មើ2ស្វ័យគុណដក1អញ្ចឹងនាំឲ្យយើងបាន 3x ស្មើដក1នាំឲ្យយើងបាន x ស្មើដក1លើ3ដូច្នេះ x ស្មើដក1លើ3ធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីសូមជម្រាបលា